bà ta cam thị tới nơi sản xuất ẩm rích miền cam thị ấy là bà ta bắt visa tới nơi sản xuất ẩm rích nước miền Tràn bà trong riêng rau có ở đây cũng trong chèm ở đây còn thay nơi cầm hôn khang trong miền đóคือmiền EB1 EB2 EB3 hay là EB5 bà hai vậy là dùng trong lượng dòng ngày nít cứ EB4 និង EB5 ដែលសារកម្មវិធីទាំងពីរហ្នឹងគឺបងប្អូនស្គាល់ច្រើនបាទហើយមានជាប្រយោជន៍ភាពអញ្ចឹងខ្ញុំសូមលើកយកចំណុចថា EB4 មួយ EB5 ហ្នឹងវាដូចគ្នាយ៉ាងម៉េចខុសគ្នាយ៉ាងម៉េចបាទឥឡូវគឺខ្ញុំចង់និយាយថា EB4 EB5 ខុសគ្នាក្នុងទី1បើបងប្អូនទៅតាម EB3 បងប្អូនត្រូវជាប់លក្ខខណ្ឌកុងត្រាការងារហ្នឹងយ៉ាងតិច1ឆ្នាំបាទតែបើសិនជាបងប្អូនទៅតាម EB5 អត់មានជាប់កុងត្រាការងារទេបាទបងប្អូនទៅមានជាប់លក្ខខណ្ឌជាមួយ employer ណាទេទី2 EB3 គឺបងប្អូនទៅត្រូវតែនៅរដ្ឋដែលបងប្អូនត្រូវធ្វើការហ្នឹងបាទបងប្អូនត្រូវធ្វើការនឹង1ឆ្នាំចំណែក EB5 បងប្អូនចង់ទៅនៅរដ្ឋណាក៏បានដែរចង់ទៅនៅផ្ទះបងប្អូនទៅនៅរដ្ឋដែលបងប្អូននៅបាទទៅនៅរដ្ឋទាំង50រដ្ឋមួយណាក៏បានដែរបាទចំណុចទី3គឺតាក់ទងជាមួយនឹងថវិកាបើសិនជាបងប្អូនទៅកម្មវិធី EB3 បងប្អូនមានលុយត្រឹម 20,000 ជាងទៅ 30,000 ជាងហ្នឹងបានហើយបាទមួយគ្រួសារហ្នឹង 20,000 ជាងទៅ 30,000 ជាងហ្នឹងវាអាស្រ័យទៅលើសមាជិកគ្រួសារបាទគឺអាចរត់ការបានហើយចំណែក EB5 បងប្អូនត្រូវមានលុយវិនិយោគចំនួន$80,000គឺវិនិយោគទៅលើគម្រោងដែលខាងរដ្ឋាភិបាលគេបានកំណត់បាទជាទូទៅគឺគម្រោងសាងសង់សណ្ឋាគារឬក៏ resort ចំណុចទី4គឺតាក់ទងនឹងពេលវេលានៅក្នុងការដំណើរការបើបងប្អូនដាក់តាម EB3 យើងអាចប្រើពេល3ឆ្នាំទៅ4ឆ្នាំឬអាចលើសពីហ្នឹងបាទចំណែកកម្មវិធី EB5 វិញបើសិនជាបងប្អូនក្រុមគ្រួសារបងប្អូនមាន visa B1 B2 គឺអត់ដល់6ខែទេបងប្អូនអាចចេញទៅបានហើយបើសិនជាបងប្អូនអត់មាន B1 B2 ទេ visa ទេសចរហ្នឹងគឺអាចប្រើពេលជុំវិញ2ឆ្នាំបាទ1ឆ្នាំជាងឬក៏2ឆ្នាំលើកទួចបាទអញ្ចឹងលឿនជាងចំណុចទី5គឺក្រុមហ៊ុនកម្មវិធី EB3 បងប្អូនត្រូវការក្រុមហ៊ុននៅអាមេរិកធានាបាទជាទូទៅគឺខាងពួកខ្ញុំជាអ្នករើឲ្យទេក្រុមហ៊ុនធានាហ្នឹងហើយបើនៅ EB5 គឺអត់ចាំបាច់មានក្រុមហ៊ុនធានាទេតែត្រូវមានគម្រោងដែលយើងត្រូវវិនិយោគបាទខាងក្រុមហ៊ុនខ្ញុំអ្នករើឲ្យដូចគ្នាចំណុចទី6បើបងប្អូនចង់ដាក់កម្មវិធី EB3 តាមរយៈក្រុមហ៊ុន Glovisa បងប្អូនយ៉ាងហោចណាស់ត្រូវមានសញ្ញាបត្រចាប់ពីសញ្ញាបត្របាក់ឌុបឡើងទៅចំណែកកម្មវិធី EB5 គឺអត់ចាំបាច់ទាមទារសញ្ញាបត្រឬក៏កម្រិតភាសាអង់គ្លេសនោះទេបាទនេះគឺចំណុចខុសគ្នាដែលខ្ញុំលើកមកត្រួសបាទហើយនៅមានចំណុចដូចគ្នាទៀតសួរថា EB3 EB5 ដូចគ្នាចំណុចណាខ្លះទី1 EB3 និង EB5 គឺអាចទៅរស់នៅសហរដ្ឋអាមេរិកបានមួយគ្រួសារដូចគ្នាបាទគិតថ្ងៃចេញហ្នឹងគឺប្តីប្រពន្ធឯនឹងកូនដែលមានអាយុក្រោម21ឆ្នាំដូចគ្នាហើយទៅដល់គឺទទួលបាននៅ green card ដូចគ្នាហើយចំណុចទី2មិនថាបងប្អូនទៅតាមជាកម្មវិធី EB3 ឬកម្មវិធី EB5 ទេកូនទៅដល់ទីនោះគឺពួកគាត់អាចរៀនបាន free រហូតដល់ថ្នាក់ទី12បាទហើយនៅពេលដែលកូនរៀនដល់សាកលវិទ្យាល័យគឺគាត់បង់លុយដូចគេបាទគឺ local fee ដូចជនជាតិអាមេរិកដែរគឺនេះគឺជាអត្ថប្រយោជន៍គឺចំណុចដូចគ្នាសម្រាប់ព័ត៌មានបន្ថែមនៅលើលក្ខខណ្ឌនៃកម្មវិធីមួយបងប្អូនអាចចាត់តមកខ្ញុំបាទផ្ទាល់ដើម្បីសិក្សាលម្អិតបាទសូមអរគុណ